តោះនេះដឹងថាជនជាតិជប៉ុនណាអាយុ70-80គឺពួកគាត់នៅតែធ្វើការធម្មតាចឹងភាគច្រើននៃជនជាតិជប៉ុនគឺពួកគាត់មានរាងកាយរឹងមាំហើយជនជាតិយើងមិនមែនថាជនជាតិយើងខ្ជិលទេប៉ុន្តែជនជាតិយើងគឺរាងកាយយើងត្រូវទទួលស្គាល់ថាយើងអត់រឹងមាំដូចជនជាតិជប៉ុនទេជនជាតិជប៉ុនគាត់រាងកាយរឹងមាំដោយសារតែរបបអាហាររបស់គេច្រើនតែគិតគូរពីសុខភាពអញ្ចឹងការរស់នៅរបស់គេភាគច្រើនជនជាតិជប៉ុនគឺគាត់មានអាយុវែងមែនតើហើយសម្រាប់ការធ្វើការនៅវ័យចាស់ហ្នឹងក៏វាផ្ដល់ប្រយោជន៍ច្រើនដែរទីមួយគឺវាជួយធ្វើឲ្យរាងកាយកាន់តែរឹងមាំឡើងទៅព្រោះដោយសាររាងកាយវាសកម្មណាព្រោះថាយើងនៅស្ងៀមៗពេលខ្លះវាមិនល្អសម្រាប់សុខភាពដែរជាទូទៅគេណែនាំឲ្យធ្វើការឬក៏ហាត់ប្រាណតិចតួចដែលធ្វើឲ្យមនុស្សចាស់គាត់អាចបំបត្តិ stress ហើយរាងកាយគាត់រឹងមាំហើយគាត់អាចបង្កើតទំនាក់ទំនងនៅក្នុងសង្គមជាពិសេសគឺគាត់នៅតែអាចចែកម្លែកបទពិសោធន៍ដល់ក្មេងៗជំនាន់ក្រោយនេះគឺជាចំណុចល្អមួយសម្រាប់ជនជាតិជប៉ុនអាចរស់នៅបានយូរអាយុគាត់វែងក៏ដោយសារតែគាត់តែងតែគិតគូររបបអាហាររបស់គាត់តាំងតែពីក្មេងមកម៉េះចឹងសួរទាំងអស់គ្នាថាតើទាំងអស់គ្នាអាយុ70-80អាចធ្វើការបានដូចជាយាយតានៅជនជាតិជប៉ុនបានអត់បងប្អូននេះគឺជាសាប៊ូកក់ព្យាបាលសក់ CC Premium សាប៊ូកក់ព្យាបាលសក់ CC Premium នេះគឺជាប្រភេទសាប៊ូធម្មជាតិរបស់ខ្មែរយើងវាផ្ដោតសំខាន់ទៅលើឯកទេសសក់តែម្ដងមិនថាបងប្អូនមានបញ្ហាសក់អង្គែកមរបស់សក់ឆេះសក់បែកចុងឬជាពិសេសគឺបញ្ហាសក់ជ្រុះបងប្អូនប្រើត្រឹមតែរយៈពេល3ថ្ងៃគឺឃើញលទ្ធផលតែម្ដងចឹងបើសិនបងប្អូនចង់សាកជាមួយសាប៊ូកក់ព្យាបាលសក់របស់ខ្មែរយើងបងប្អូនអាចឆាតទៅកាន់ Page CC Premium បាន